ចឹងប្រូពីមកតាមសន្យាហើយបាទអញ្ចឹងរបៀបភ្ជាប់កង់ធនាគារដាក់ក្នុង page ឬក៏ account Facebook បងប្អូនបាទមិនចាំបាច់ចំណាយប្រាក់ទៅជួលគេ4 10 20 30ដុល្លារ50ដុល្លារបាទហើយក៏យើងដឹងទុកចិត្តគេបាន 100% អត់អីអត់អញ្ចឹងណាអញ្ចឹងប្រូពីមកចែករំលែករបៀបភ្ជាប់ខ្លួនឯងបាទអញ្ចឹងវាមានមក6ចំណុចបងប្អូននេះ6ចំណុចខាងមុខនេះដូចដែលប្រូពីដាក់ឲ្យមើលនេះបាទហើយអញ្ចឹងយើងចាប់ផ្ដើមពីចំណុចទី1តើគេឲ្យដាក់អ្វីមុនបាទអញ្ចឹងចំណុចទី1ប្រទេសធនាគារបាទប្រទេសធនាគារហ្នឹងដូចថាឧទាហរណ៍ថាបងប្អូនយើងនៅប្រទេសយើងមានអីមាន AC Lida ឬក៏ ABA ឬក៏អីផ្សេងអញ្ចឹងណាបាទហ្នឹងឯងប្រទេសធនាគារយើងដាក់ប្រទេសទៅដូចថាប្រទេសធនាគារនោះប្រទេសនៅប្រទេសណាយើងដាក់តាមដូចថា Cambodia យើងក៏ទៅសេវាយដាក់ Cambodia បាទហ្នឹងទី1បាទហើយទី2ម្ចាស់គណនីធនាគារគឺដូចថាយើងម្ចាស់កង់បាទម្ចាស់កង់យើងបំពេញឈ្មោះឲ្យបានត្រឹមត្រូវបាទបំពេញឈ្មោះឲ្យបានត្រឹមត្រូវដូចដែលនៅក្នុងកង់យើងដែលយើងទៅបើកកង់ហ្នឹងឈ្មោះអីយើងពេញតាមឈ្មោះហ្នឹងទៅបាទហើយទី3 code SWOT ហ្នឹងគេចង់បានន័យថាយើងចូលទៅយកពីធនាគារណាបងប្អូនបាទបើអាកន្លែង code SWOT នេះបើបងប្អូនមិនចេះចូលទៅយកពីធនាគារបងប្អូនអាចមើលតាម YouTube ឬក៏បងដែលចាស់ដែលគេចេះរំលែកហ្នឹងជាពិសេសមើលតាម YouTube បាទយើងវាយអក្សរថាវិធីឬក៏របៀបរក SWOT រក code SWOT ធនាគារទៅវាឡើងមកឲ្យយើងធ្វើមិនអញ្ចឹងណាបាទហើយទី4លេខធនាគារហ្នឹងសៀវភៅធនាគារសៀវភៅកង់យើងហ្នឹងមានលេខអីខ្លះប្រហែលខ្ទង់យើងវាយបញ្ចូលទៅបាទហ្នឹងទី4ហើយទី5យើងបញ្ជាក់លេខម្ដងទៀតបាទបញ្ជាក់លេខម្ដងទៀតលេខកង់ធនាគារយើងមានប្រហែលខ្ទង់មានប្រហែលលេខហ្នឹងយើងបញ្ជាក់ម្ដងទៀតបាទហើយទី6ចុងបញ្ចប់ទី6យើងចុចខាងក្រោមភ្ជាប់វិធីទូទាត់ប្រាក់បាទយើងពេញឲ្យយើងចុចភ្ជាប់វិធីទូទាត់ប្រាក់ពឹបវា approve update ឲ្យបាន 100% ប្រយបងប្អូនងាយបាទអញ្ចឹងមានតែមួយចំណុចទី3ទេដែលយ៉ាជាងគេអញ្ចឹងបងប្អូនអាចទៅស្រាវជ្រាវពី YouTube បានណាបងប្អូនបាទcode SWOT ធនាគារហ្នឹងអាហ្នឹងយើងស្វែងរកទៅអញ្ចឹងបងប្អូនសាកមើលទាំងអស់គ្នាហ្នឹងបងប្អូនបាទយើងមិនបាច់ចំណាយប្រាក់ទេបាទទុក4 10 20 30ដុល្លារទិញនំឲ្យកូនស៊ីចាយខ្លួនឯងល្អជាងបងប្អូនបាទអញ្ចឹងយើងទុកចិត្តខ្លួនឯង 100% បើថាបរាជ័យទុកជាមេរៀនបើថាមិនបរាជ័យគឺអូខេណាបងប្អូន